បងប្អូនអ្នកគ្នាមហាជនជាច្រើនបានបន្តនឹងแชร์ចែកចាយនៅរឿងរ៉ាវរបស់លោកតាភ្នំតវែងបាទឬក៏លោកតាសក់សហ្នឹងឯងមហាជនមួយចំនួនបានបន្តលើកឡើងថាតើចំនួនទឹកលុយដែលអ្នកនាងមាសសុខសុភាឲ្យទៅកាន់លោកតាសក់សភ្នំតវែងហ្នឹងតើចំនួនប៉ុន្មានឲ្យពិតប្រាកដហើយតើលោកតានោះបានបោកប្រាស់នៅទឹកប្រាក់របស់អ្នកនាងមាសសុខសុភាហ្នឹងគឺបាទប្រមាណ$1,000ទៅហើយអានេះគឺជាការលើកឡើងពីបងប្អូនមហាជនយើងទេប៉ុន្តែរឿងរ៉ាវបែកធ្លាយជាបន្តបន្ទាប់នៅតែបន្តកើតមានថ្មីនេះមានការបែកធ្លាយពាក់ព័ន្ធទៅនឹងអ្នកនាងមាសសុខសុភាបានទៅហូបបាយមួយកន្លែងជាមួយនឹងលោកតាសក់សតែមិនលោកតាសក់សណាគឺជាការគាត់ស្លៀកកៅអៅធម្មតាទេបាទស្លៀកពាក់គឺក្មេងខ្លាំងមែនតើអ្វីដែលសំខាន់ហ្នឹងគឺបាទទៅហូបបាយជាមួយនឹងមាសសុខសុភាទៅទៀតមានការទម្លាយមកដែរថាពាក់ព័ន្ធទៅនឹងអ្នកនាងមាសសុខសុភានេះក៏ធ្លាប់បានដើរលេងដែរនេះគ្រាន់តែជាព័ត៌មានផ្លូវការណាយើងអត់ទាន់ច្បាស់ទេយើងក៏អត់ទាន់មានរូបភាពណាច្បាស់លាស់ដែរក៏ប៉ុន្តែយើងមានតែវីដេអូមួយដែលមហាជនយើងបានថតបង្ហោះនៅលើបណ្ដាញសង្គមណាពាក់ព័ន្ធទៅនឹងគាត់បាទបណ្ដាលគ្នាទៅហូបនេះហូបនោះចឹងទៅហើយយើងដឹងថាពាក់ព័ន្ធទៅនឹងរឿងរ៉ាវហ្នឹងគឺតារាចម្រៀងមាសសុខសុភាមិនទាន់ចេញមកបកស្រាយឲ្យច្បាស់នោះទេតារាចម្រៀងមាសសុខសុភាត្រូវបានមហាជនអ្នកគ្រប់គ្រងមើលឃើញថាកំពុងតែមានជំនឿជឿងប់ងល់ទៅកាន់លោកតាសក់សភ្នំតវែងនឹងខ្លាំងមែនទែនហើយសង្ស័យមហាជនមានការសង្ស័យថាគាត់បែកបាក់ស្វាមីចឹងទៅថាពិតគាត់បែកមែនបងប្អូនគ្នាមិនមែនថាមិនបែកទេណាដែលមកទល់នៅពេលនេះនាងបានចេញមុខមកទម្លាយរឿងរ៉ាវនៃការបែកបាក់ស្វាមីយ៉ាងពិតប្រាកដស្របពេលដែលមហាជនសង្ស័យថាការបែកបាក់ប្រេះឆានៃចំណងស្នេហាប្តីប្រពន្ធរបស់តារាចម្រៀងល្បីរូបនេះអាចផ្ដើមចេញពីស្វាមីរបស់នាងប្រច័ណ្ឌជាមួយនឹងលោកតាសក់សភ្នំតវែងតារាស្រីរូបនេះបានបង្ហើបថាក្រោយពីមានការបែកបាក់អតីតស្វាមីបានប្រកាសថានឹងបាទមិនដោះលែងនាងទេព្រមទាំងតាមបំផ្លាញនាងនិងលោកតាសក់សថែមទៀតផងជាមួយគ្នានោះផងដែរអ្វីដែលកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺរឿងរ៉ាវទាំងអស់នេះកំពុងតែត្រូវបានមហាជនបាទមានការចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែនដោយការពិភាក្សាថ្មីកន្លងទៅនេះវីដេអូមួយឃ្លីបដោយឃើញអ្នកនាងមាសសុខសុភាជាមួយនឹងលោកតាសក់សភ្នំតវែងបានអង្គុយរួមតុជាមួយគ្នានៅក្នុងហាងមួយកន្លែងហើយត្រូវបានអ្នកគ្រប់គ្រងលួចថតបានពីសកម្មភាពរបស់អ្នកទាំងពីរតែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺលោកតាសក់សភ្នំតវែងនេះបាទលេងដូចមុនហើយគាត់បានផ្លាស់ប្ដូរនៅរូបរាងបាទក្មេងជាងមុនតែម្ដងបាទសក់ពណ៌ខ្មៅមុខមាត់បើតាមការមើលគឺអាចជាការកែសម្ផស្សថែមទៀតផងព្រោះនៅក្មេងខ្លាំងពេកមហាជនហ្នឹងគឺមើលអត់ស្គាល់ទេអញ្ចឹងតាមពិតទៅអេដមីនគាត់ថាគាត់មិនមែនជាការគាត់ទៅកែសម្ផស្សទេតាមពិតគាត់តែងខ្លួនទេបើតាមការបែកធ្លាយណាមហាជនជាច្រើនបានលើកឡើងថាលោកតាសក់សភ្នំតវែងនេះបាទធ្លាប់បោកប្រាស់ស្រីដែលទៅស្នេហ៍អីចឹងណាហើយការស្នេហ៍ហ្នឹងមិនមែនរយទេបងប្អូននេះគឺដាក់ស្នេហ៍អីចឹងទៅហើយតសាទៅអីចឹងបានអូយបងប្អូននេះទៅស្ដាប់លោកខាន់ច័ន្ទសុផលនិយាយបានដឹងថាអូសាហាវហើយមិនគួរណាអាយដលខ្ញុំទៅបែបហ្នឹងទៅតែសោះអាយដលលេងមកក្បាច់ធ្វើឲ្យមហាជនបះជើងយ៉ាងងាងតែម្ដងបន្តនៅពេលនេះអ្នកនាងមាសសុខសុភាក៏មិនតន់ចេញមុខមកបកស្រាយដែរបាទឬក៏នៅតែបន្តរកស៊ីជាមួយនឹងលោកតាសីទៀតឬក៏យ៉ាងណាក៏ប៉ុន្តែមហាជនទទូចខ្លាំងមែនទែនគឺសូមឲ្យអ្នកនាងមាសសុខសុភាគួរតែដកខ្លួនចេញជាបន្តទៅកុំឲ្យមានរឿងរ៉ាវច្រើនទៀតបងប្អូនគ្នាអញ្ចឹងប្រវត្តិតែគាត់ពីមុនណាបាទពីមុនគាត់ជាអ្នករកស៊ីដើររកស៊ីដូចយើងតែក៏ប៉ុន្តែមនុស្សលក្ខណៈថាអស់ជំរឿអញ្ចឹងទៅអស់ជំរឿមិនដឹងទៅណាទៅខាងណាអញ្ចឹងមានតែបន្តទៅបាទស្លៀកស្បង់ជីពោពាក់ឲ្យខ្លាហើយសក់ហ្នឹងមិនមែនសក់គាត់សក់សណាបងប្អូននេះគឺសក់ពាក់ទេអញ្ចឹងបងប្អូននេះយើងប្រយ័ត្នមែនតើមកអាប្រភេទដែលយើងត្រូវចាញ់បោកគេបែបហ្នឹងបាទហើយមានបងស្រីម្នាក់គាត់បានឆាតមកពេកអ្នកសារព័ត៌មានមួយបាទគាត់និយាយអស់តែម្ដងដោយសារតែគាត់ហ្នឹងគឺបែកបាក់ជាមួយនឹងសង្សារហើយទៅពឹងឲ្យលោកតាភ្នំតវែងហ្នឹងគាត់ដាក់ស្នេហ៍ដើម្បីឲ្យគេត្រឡប់មកវិញណាមែនបងប្អូនគ្នាដាក់ស្នេហ៍មែនការដាក់ស្នេហ៍របស់គាត់តតែប្រើទឹកកាមជាមួយគាត់សារអីណាណៃអូហើយតើគាត់មកជុំឯងងុំមិត្តភ័ក្ដិគាត់ក៏ទៅអ្នកខ្លះអស់ខ្លួនម្ដងអ្នកខ្លះអស់2ដងអញ្ចឹងទៅអ្នកខ្លះ3ដងក៏មានដែរដល់សាយគេលោគេជឿថាបារមីគាត់ស័ក្តិសិទ្ធអីអញ្ចឹងណាតាមពិតគ្មានស័ក្តិសិទ្ធទេបងប្អូនគ្នាអ្នកចាញ់បោកច្រើនមែនទែននិយាយរួមទៅសូម្បីតែមិត្តភ័ក្ដិគាត់ក៏បានចេញមុខមកទម្លាយពាក់ព័ន្ធទៅនឹងរឿងរ៉ាវទាំងអស់ហ្នឹងដែរថាលោកតាភ្នំតវែងនេះគ្មានចេះស្អីទេបាទចេះតិចតួចទេក៏ប៉ុន្តែប៉ុន្តែរឿងដើរបោកប្រាស់នឹងគេតែម្ដងអញ្ចឹងមិនដឹងថាបងប្អូនប្រមាណអ្នកដែលចាញ់បោកគាត់ទេហើយអ្វីដែលសំខាន់នោះយើងសង្ឃឹមថាអាជ្ញាធរគួរតែចេញចាត់ការជាបន្ទាន់ព្រោះមានក្មេងជាច្រើនដែលគាត់ត្រូវបានរងគ្រោះបាទអញ្ចឹងនេះយើងគាត់ជាព័ត៌មានបឋមទេក៏ប៉ុន្តែសមត្ថកិច្ចគាត់ប្រហែលជាកំពុងតែធ្វើការរឿងហ្នឹងឲ្យបងប្អូនគ្នាបាទអូយអញ្ចឹងបានថាអ្នកខ្លះសតសក់ក៏ប៉ុន្តែកំណត់ដល់កអញ្ចឹងសង្ឃឹមថា idol មានសុខភាពគួរតែដឹងខ្លួនណាព្រោះ
អស់លុយច្រើនណាស់ជាសនានិយមមួយដែរបងប្អូននៅពេលដែលមានសុខភាពគាត់រកស៊ីអញ្ចឹងហើយដល់ពេលហើយដាក់លុយមកចុងក្រោយត្រូវបានគេបោកប្រាស់ខ្សែប្រកេកអាចថាឥឡូវទៅទៀតគ្នាអញទៅទិញហើយឯងអូខេទៅយករបស់ពុតមកដល់ពេលថ្ងៃដែលបកគលលេវ៉ាន់បែរជាគ្មានរបស់ពុតនឹងទៅវិញហើយដល់ពេលយើងទៅតាមសរសថាចាញ់បោកគេហ្នឹងតែអាចនឹងពីក្រោយខ្នងគាត់ចែកលុយគ្នាឬក៏យ៉ាងម៉េចចឹងមកថាបងប្អូនយើងប្រយ័ត្នមែនតើហ្មងប្រយ័ត្នឲ្យនៅតែជួបហើយចឹងមកថា idol តារាចម្រៀងប្រព័ន្ធនៅតែគេបោកចូលទំហំយើងចឹងសង្ឃឹមថាបងប្អូននឹងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះបាទកុំឲ្យចាញ់បោកណាសោះបងប្អូនតែចាញ់បោកហើយគឺអ្នកខ្លះអាចទៅនឹងសម្រាប់ខ្លួននេះក៏មានដែរណាហើយឃើញស្រីជាច្រើនតែចាញ់បោកដោយសារតាសក់សហ្នឹងគឺក៏មិនតិចអ្នកដែរអញ្ចឹងយើង share ម្នាក់មួយទៅដើម្បីកុំឲ្យបងប្អូនយើងមួយចំនួនគាត់ចាញ់បោកបែបហ្នឹងទៀតណាយើងក៏មិនចង់ឲ្យអ្នកខ្លះយកវប្បធម៌មកដឹកមុខយ៉ាងដែរសម្រាប់វប្បធម៌អ្នកល្អៗគឺមានច្រើនណាស់ចង់សង្ឃឹមថាបងប្អូនដែលគ្រប់យើងស្វែងរកអ្នកដែលគេពិតប្រាកដណាកុំល្អតែមុខក្រោយខ្នងពីនៅពេលក្រោយខ្នងមិនមែនជាមនុស្សដែលយើងគួរឲ្យគ្រប់ណាបងប្អូននេះសូម្បីតែប្រសងយើងរាល់ថ្ងៃដែលយើងគ្រប់បូជារាល់ថ្ងៃបាទអ្នកខ្លះអស់ជំនឿសូម្បីតែដើរបិណ្ឌបាតតាមផ្ទះក៏គ្មានអ្នកណាមានជំនឿចង់ដាក់បិណ្ឌបាតដែរដោយសារគេខ្លាចប៉ះអ្នកខ្លាចៗហើយអ្នកខ្លាចៗក៏វាច្រើនដែរវាដើរបិណ្ឌបាតហ្នឹងហ្មងស្លៀកស្បង់ជីវរដើរបិណ្ឌបាតតាមផ្ទះក៏ប៉ុន្តែមកមិន10 2 10បាទបានលុយឡើងឡានប្រុចយប់ឡើងចូលខារ៉ាអូខេ TKTV អោបស្រីធ្វើមិនដឹងហើយសុំសួរនៅក្នុងផ្ទះហ្នឹងបាទចាក់តែចម្រៀងស្ដាប់គ្មានចេះធរតែឲ្យពោបន្តិចហ្នឹងបាទដល់ពេលឲ្យគ្មាននេះចាក់ DJ វ៉ាំពេញគាត់ក៏មានដែរអាវីដេអូចឹងមានបែកគ្នាច្រើនណាអត់ខ្វះទេអញ្ចឹងថាឥឡូវសាសនាឥឡូវការជឿទៅតាមការដែលយើងគិតថាជឿទៅបានទេជឿតិចបានកុំជឿលក្ខណៈសុបពេកហើយជឿសុបពេកប្រយ័ត្នលងខ្លួនណាគេហៅលងខ្លួនដូចជឿពេកចាថាគ្រូអត់លុយគ្រូដាក់ស្នែបន្តិចគ្រូប្រគេនអីឲ្យហ្នឹងប្រយ័ត្នប្រយែងមែនតើ